ចាជម្រាបសួរបងប្អូនអរគ្នាខ្ញុំចង់ប្រាប់បងប្អូនមួយថាចេះបងប្អូនធម្មតាជីវ៉ាន់ស៊ុយបងប្អូនតែនិយាយថាអូជីវ៉ាន់ស៊ុយទិញយកមកប្រើកាលណាយើងទិញយកមកស្លវាឆាប់ខូចបងប្អូនចាវាទុកអត់បានយូរទេយើងទិញមកតែម្ដងយើងទៅស្លឲ្យអស់គឺវាខូចដូច្នេះបងប្អូនធ្វើតាមខ្ញុំនេះគឺប្រើបានយូរបងប្អូនទី1ម៉ាជីវ៉ាន់ស៊ុយយើងទិញមកពីផ្សារវាមានរឹសបងប្អូននេះវាមានរឹសមានអីអញ្ចឹងបងប្អូនវាមានរឹសអញ្ចឹងរួចហើយគឺខ្ញុំបេះវាបងប្អូនគឺខ្ញុំកាត់វាយើងកាត់វាណាបងប្អូននេះយើងកាត់មើលយើងកាត់យកអាស្លឹកវាមេឃវាអញ្ចឹងណាបងប្អូនចាយើងកាត់វាហើយខ្ញុំយកមកចងយកបងប្អូនចងម្ដុំឃើញខ្ញុំកាត់វាច្រើនបងប្អូននេះឃើញខ្ញុំកាត់វាច្រើនមែនតើបងប្អូនចាខ្ញុំកាត់វារួចហើយខ្ញុំយកមកដាក់នេះបងប្អូនយើងមានកតោមួយយើងដាក់ទឹកណាយើងដាក់ទឹកហើយយើងមានបាក់ធ្វើអីបងប្អូនយើងគ្រាន់តែយកមកនេះយើងតម្រៀបអាកុលវាស្មើគ្នាបងប្អូនចាយើងតម្រៀបវាអាកុលវាស្មើគ្នាដើម្បីយើងដាក់ចូលទឹកទៅវាអាកុលវាប៉ះក្នុងទឹកណាបងប្អូនចាបើបងប្អូនអត់តម្រៀបកុលឲ្យស្មើទេកាលណាយើងដាក់តែអាខ្លះត្រូវទឹកអាខ្លះអត់ត្រូវទឹកវាខូចណាវានឹងងាប់ដូច្នេះយើងដាក់ធ្វើម៉េចនេះឲ្យកុលវាស្មើហើយយើងដាក់ចូលមកបងប្អូនឃើញយើងដាក់ចូលទុកនេះមកបងប្អូនហើយចំណែកអារឹសវាបងប្អូននេះចំណែកអារឹសវាបងប្អូននេះអានេះរឹសវាចារឹសវាហើយនឹងអានេះសោបដូវាបងប្អូននេះរឹសវានៅសោបដូវាអានេះខ្ញុំដាក់មកប៉ែកផ្សេងបងប្អូនអានេះគឺខ្ញុំដាក់មកប៉ែកផ្សេងនេះបងប្អូនឃើញខ្ញុំដាក់ចូលនេះខ្ញុំដាក់ចូលមកប៉ែកផ្សេងអញ្ចឹងណាបងប្អូនចាយើងដាក់ចូលមកប៉ែកផ្សេងអានេះទុកឲ្យវាដុះអានេះវាដុះបងប្អូនអាបដូរហ្នឹងវាដុះមកទៀតនេះបងប្អូនខ្ញុំមានកតោមួយដែរខ្ញុំដាក់ទឹកឲ្យនេះបងប្អូនឃើញឬវានៅក្រោមយើងដាក់ធ្វើម៉េចឲ្យវាលិចបងប្អូនចារួចហើយអារឹសវាហ្នឹងវាអាចដុះស្លឹកមកយើងប្រើបន្តទៀតបានណាបងប្អូនចាបើចំណែកអានេះចំណែកអាធាងវានេះអាស្លឹកវាដែលយើងកាត់ហ្នឹងគឺវាអត់ដុះទេប៉ុន្តែយើងដាក់អញ្ចឹងគឺវាប្រើបានយូរបងប្អូនតិចបំផុតក៏បាន2អាទិត្យដែរបងប្អូនចាអាស្លឹកហ្នឹងណាអាស្លឹកនេះយ៉ាងតិចក៏បាន2អាទិត្យដែរហើយអានេះវាអាចដុះបន្តមកទៀតយើងអាចប្រើហូរហែបានទៀតអញ្ចឹងបងប្អូនចាបើបងប្អូនចង់ដឹងសាក់បងប្អូនសាក់លបងធ្វើតាមខ្ញុំមើលបងប្អូនចាគឺវាប្រើបានយូរយើងវាអត់ថាទិញមកយើងស្លតែម្ដងហើយយើងក្បត់ចោលទេបងប្អូនចាបងប្អូនធ្វើតាមខ្ញុំនេះបងប្អូនឃើញនេះឃើញហើយយើងអានេះទឹកហើយយើងដាក់ចូលមកបងប្អូនដាក់ត្រាំវាឲ្យវាមកលិចគល់វាអញ្ចឹងមកលិចតងវាបងប្អូនចាហើយយើងទុកបងប្អូនទុកឲ្យតែយើងមួយថ្ងៃយើងបាញ់ទឹកម្ដងអញ្ចឹងណាបងប្អូននេះយើងបាញ់ទឹកពីលើស្លឹកវាអញ្ចឹងណាចាយើងបាញ់ឲ្យវាមានសំណើមលើស្លឹកមួយថ្ងៃបងប្អូនបាញ់តែម្ដងចាមួយថ្ងៃបងប្អូនបាញ់តែម្ដងហើយទុកវានៅក្នុងផ្ទះហើយបងប្អូនចាទុកវានៅក្នុងផ្ទះទៅហើយវានឹងស្រស់ស្អាតមកឥឡូវជាមួយខ្ញុំបាញ់ទឹកហើយអញ្ចឹងណាបងប្អូនមកប្រហែលជាកន្លះម៉ោងក្រោយគឺវាឡើងស្រស់ប្រងហ្មងចាគឺស្រស់ប្រងហ្មងអរគុណបងប្អូនអរគ្នាចង់ដឹងសាក់លបងមើលបងប្អូន